មាន common មួយគាត់សំណុំពរឲ្យជួយបញ្ចេញសំឡេងពាក្យទាំងពីរនឹងដែលពាក្យទី1គឺពាក្យនេះអញ្ចឹងពាក្យហ្នឹងគឺយើងអានថា try អញ្ចឹងខ្ញុំគិតថាអ្វីដែលគួរឲ្យច្រឡំហ្នឹងគឺច្រឡំទៅនឹងពាក្យនេះព្រោះសិស្សមួយចំនួនខ្ញុំឮអញ្ចឹងណាគឺគាត់អាន try អាបើកបនហ្នឹងក៏ try ហើយដល់ពេលអាព្យាយាមហ្នឹងក៏ try ដែរតែអត់មានទេគេអត់បាទនេះអញ្ចឹងឯងយើងអានឲ្យដាច់និយាយឲ្យដាច់គឺបាទពាក្យនេះយើងអានថា try ហើយអានេះយើងអានថា drive មួយជា voiced មួយជា voiceless ណាហើយពាក្យទី2គឺពាក្យនេះដែលវាមកពាក្យថា declare អញ្ចឹងបើសិនជា verb គឺយើងសង្កត់នៅខាងក្រៅ declare ប៉ុន្តែនៅពេលដែលយើងដាក់វាទៅជា noun គឺយើងអានថា declaration អញ្ចឹងអាហ្នឹងគឺដោយសារវាបញ្ចប់ tion អញ្ចឹងគឺយើងសង្កត់នៅខាងមុខហ្នឹងអាហ្នឹងគឺជា tip ណាបាទក្នុងការសម្គាល់ការសង្កត់សំឡេងគឺយើងសង្កត់បែបហ្នឹងអញ្ចឹងវាមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ See you